ngày nay nênខ្ញុំបានធ្វើមុខម្ហូបថ្មីប្លែកមួយទៀតហើយដែលមានឈ្មោះថាផ្លូវមាន់បំពងក្លុកបឺគ្រឿងផ្សំរបស់យើងមានស្ករអំបិលប៊ីចេងរ៉ូឌីទឹកត្រីទឹកប្រេងខ្យងជាមួយនឹងខ្ទឹមនិងម្សៅបំពងមកខ្ញុំយកផ្លូវមាន់យកទៅប្រឡាត់យកឆ្អឹងចេញបងបងងាយស្រួលកូនបងញ៉ាំដូចគ្នាដែរបន្ទាប់មកយើងយកផ្លូវមាន់យកទៅប្រឡាក់ជាមួយប្រេងខ្យងរ៉ូឌីនិងស្ករសរួចច្បល់ឲ្យចូលជាតិសិនប្រឡាក់ជាមួយនឹងម្សៅបំពងថែមទៀតឥឡូវនេះយើងចាក់ខ្លាញ់ឲ្យក្តៅសិនដើម្បីយកផ្លូវមាន់របស់យើងយកទៅបំពងឲ្យស្រួយសិនឥឡូវនេះផ្លូវមាន់របស់យើងត្រូវបានបំពងឆ្អិនរួចរាល់ហើយយើងដួសទុកដាក់ឲ្យស្រស់ខ្លាញ់ទុកម្ដុំសិនឥឡូវនេះនាងខ្ញុំបានធ្វើការចាក់ខ្លាញ់បំពងជាមួយនឹងខ្ទឹមសដាក់ជាមួយនឹងប៊ឺចូលបន្ទាប់ពីដាក់ប៊ឺចូលហើយនាងខ្ញុំដាក់ជាមួយនឹងផ្លូវមាន់ដែលយើងបានបំពងរួចមុនហ្នឹងដើម្បីយកកន្លុកលិចជាមួយនឹងប៊ឺតែម្ដងចាឥឡូវនេះមុខម្ហូបមួយមុខនេះត្រូវបានឆ្អិនរួចជាស្រេចហើយអញ្ចឹងសម្រាប់បងដែលគាត់ចង់បានជាមួយនឹងចាផ្លូវមាន់បងអាចធ្វើការទិញទៅគ្រប់ហាងចល័តទាំងអស់បានអរគុណច្រើនជម្រាបលា